អីដែលអ្នកគ្រូបានឃើញគឺជាការប្រឡត់មកស្ដូនជាធម្មជាតិរបស់ស្ត្រីក្រោយពេលសម្រាប់កូនមានអារម្មណ៍ថាធុញថប់ពិបាកខ្លាំងក្នុងការព្យាបាលធ្លាក់សវារ៉ាំរ៉ៃហើយប៉ុន្តែមានមិត្តភក្តិបងប្អូនហ្នឹងគឺគាត់លើសខ្ញុំទៀតហើយគាត់មានរលាកគាត់ទៅ4 10ពេទ្យទៅអញ្ចឹងវាអត់បាត់ទេឥឡូវដល់ថ្នាក់គាត់ផ្ដាំចង់សួរគ្រូពេទ្យថាមានថ្នាំខ្មែរណាហូបទៅឲ្យវាជារលាកស្បូរនឹងអត់ហើយធ្លាក់សនឹងហ្មងណាយើងវាអត់បានដឹងថាចេះតែគាត់មានសញ្ញាឈឺក្នុងពោះអត់គាត់មានធ្លាក់សមានក្លិនអត់គាត់មានលមាស់អត់គាត់មានឈឺផ្នែកខាងហៀងណាក្នុងអាងគីរបស់គាត់ណាយើងអត់ដឹងហើយមួយទៀតតើតងជាមួយនឹងគាត់នៅមួយដៃគូរបស់គាត់មានការឈឺចាប់អត់បើយើងដឹងពីបញ្ហានឹងទៀតអាចនិយាយបានថាវាតកតងជាមួយនឹងការលាបមាត់ស្បូរឬលាបអាំងតាគីអញ្ចឹងករណីដែលស្ត្រីមានបញ្ហាបើគាត់ព្យាបាលការព្យាបាលគេមានរយៈពេលព្យាបាលត្រឹមត្រូវជាក់ស្ដែងអ្នកគ្រូជួបអតិថិជនផ្ទាល់តែម្ដងដែលគាត់ពិនិត្យនៅប្រទេសក្រៅគេថាគាត់ឲ្យលាបមាត់ស្បូរតែដោយឡែកអីដែលអ្នកគ្រូបានឃើញគឺជាការប្រឡត់មាត់ស្បូរជាធម្មជាតិរបស់ស្ត្រីក្រោយពេលសម្រាប់កូនហើយគាត់នឹងទៅតែសម្រាប់កូនបានរយៈពេល1 ឆ្នាំជាងអញ្ចឹងវាធ្វើឲ្យគាត់មានការធ្លាក់សរំអិលថ្លាអត់មានក្លិនទេតែម្ដងម្កាលវាមានក្លិនហើយវាមានលមាស់អានេះដោយសារតែភាពអើបសើមនៅនឹងទ្វីមារបស់គាត់អញ្ចឹងដោយឡែកបើគាត់ចង់ដឹងកាន់តែច្បាស់ខ្ញុំលើកទឹកចិត្តគាត់កុំប្រើថ្នាំខ្មែរព្រោះថ្នាំខ្មែរវាអាចនឹងប៉ះពាល់ទៅរឿងផ្សេងគាត់គួរតែទៅឆាយសុខភាពពិនិត្យមើលឲ្យច្បាស់ជាមួយនឹងពេទ្យជំនាញដូចជាក់ស្ដែងនៅកន្លែងអ្នកគ្រូគឺមានថតឆ្លងមាត់ស្បូនដែលអាចឲ្យគាត់មើលឃើញផ្ទាល់ខ្លួនឯងតែម្ដងថាតើវាលាអត់ហើយអាលក្ខណៈរលាកហ្នឹងរលាកបែបណាអញ្ចឹងអាបញ្ហាប្រឡត់មាត់ស្បូននេះបើករណីដែលយើងព្យាបាលទៅលើការថែទាំឬមួយក៏ប្រើផលិតផលដែលជំនួយហើយវានៅតែអត់បាត់ទេវាមានវិធីសាស្ត្រមួយទៀតគឺដុតស្អំតែម្ដងអ្វីដែលសំខាន់ឥឡូវនេះគាត់គួរតែមកជួបគ្រូពេទ្យជំនាញហើយគាត់គួរបានថតមើលថាមាត់ស្បូនរបស់គាត់រលាកឬមួយក៏ប្រឡត់